Hera មានឈ្មោះរ៉ូម៉ាំងថា Juno ជាព្រះនៃអាពាហ៍ពិពាហ៍និងជាអ្នកថែរក្សាស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍រួចទ្រង់ជាបុត្រីទី3នៃ Titan Kronos និង Rhea ត្រូវជាបងស្រីនិងជាមហេសីនៃព្រះ Zeus ដែលជាស្ដេចនៃអាទិទេពនេះមានន័យថា Hera ទ្រង់ក៏ជាម្ចាស់ស្ត្រីនៃអាទិទេពផងដែរ Hera ត្រូវបានគេពណ៌នាថាជាស្ត្រីដែលមានរូបរាងវ័យចំណាស់ល្មមហើយមិនបង្ហាញនិមិត្តខ្លួនជារូបរាងក្មេងស្រីជំទង់ដោយព្រះនៃសេចក្តីស្រឡាញ់ឬ Artemis ឡើយទ្រង់ជាព្រះដែលមានសម្រស់ស្រស់សោភាឥតប្រៀបមានសក់វែងពណ៌ខ្មៅឬពណ៌ត្នោតប៉ុន្តែទ្រង់មានទឹកមុខកាចនិងពោពេញដោយក្តីចំណែនព្រះ Hera ក្រុងមកុដឬក្រុងកម្រងផ្កាដែលជាតំណាងឲ្យភាពជាម្ចាស់ស្ត្រីនៃឋានសួគ៌សម្លៀកបំពាក់របស់ Hera មានទម្រង់ជាសម្លៀកបំពាក់របស់ក្សត្រច្រើនប្រើពណ៌សពណ៌មាសឬពណ៌ស្វាយទ្រង់តែងអង្គុយលើបល្ល័ង្កធ្វើពីភ្លុកនិងមាសហើយបល្ល័ង្ករបស់ទ្រង់គឺនៅក្បែរព្រះស្វាមី Zeus ដៃកាន់ដំបងរាជដែលតំណាងឲ្យភាពជាម្ចាស់ស្ត្រីនិងមានផ្លែទទឹមតំណាងឲ្យការបង្កកំណើតរបស់ស្ត្រីសត្វពិសិដ្ឋរបស់ Hera ដែលគេនិយមឃើញទ្រង់នៅជាមួយនោះគឺសត្វក្ងោកព្រះ Hera ជាមហេសីដែលស្មោះស្ម័គ្រនឹងអាពាហ៍ពិពាហ៍របស់ទ្រង់ជាមួយនឹង Zeus ប៉ុន្តែក្នុងនាមជាព្រះនៃអាពាហ៍ពិពាហ៍និងជាស្ត្រីដែលបានរៀបការហើយទ្រង់តែងតែខឹងនិងប្រច័ណ្ឌ Zeus ដែលជាព្រះខូចខលនិងល្មោការទ្រង់មិនអាចធ្វើអ្វីព្រះស្វាមីបានឡើយព្រោះទ្រង់ធ្លាប់បះបោរហើយត្រូវបរាជ័យនិងត្រូវបានព្រះ Zeus ចាប់ចងច្រវាក់ទម្លាក់ពីលើមេឃចុះមកក្រោមព្យួរជាប់នឹងមេឃរួចឲ្យ Hera ស្បត់ថាមិនត្រូវធ្វើអ្វីមកលើស្វាមីខ្លួនម្ដងទៀតឡើយហើយដូចនេះហើយជារឿយកំហឹងទាំងនោះត្រូវបានជះត្រឡប់មកវិញទៅកាន់នារីដែលព្រះ Zeus មានសម្ព័ន្ធភាពជាមួយទៅវិញទោះបីពេលខ្លះឬក៏ភាគច្រើនគឺនាងទាំងនោះមិនអាចធ្វើអ្វីបានឡើយក្រៅតែពីយល់ព្រមតាមព្រះ Zeus ឧទាហរណ៍ទ្រង់បានប្រើពស់យក្សទៅតាម Gigi Leto ដើម្បីកុំឲ្យបង្កើតកូនដែលបានរួមរស់ជាមួយនឹង Zeus ទ្រង់បានបោក Semele ឲ្យសុំ Zeus បង្ហាញរូបរាងពិតតែចុងក្រោយធ្វើឲ្យ Semele ដែលរួមរស់ជាមួយនឹង Zeus ទលាយខ្លួន ឬក៏ធ្វើឲ្យ Heracles តែត្រូវជាកូនចុងរបស់ Zeus កើតជំងឺស្គួតលីលានិងសម្លាប់ប្រពន្ធកូនខ្លួនឯងជាដើមហេតុនេះហើយយើងត្រូវអរគុណ Hera ដែលបានធ្វើឲ្យរឿងនិទានជាច្រើននៅក្នុងទេវកថាក្រិកកាន់តែគួរឲ្យចាប់អារម្មណ៍សូមអរគុណ